បងប្អូនថ្ងៃនេះខ្ញុំចែករំលែកពីសពរែលតទៀតខ្ញុំចែករំលែកបន្តនៅព្យញ្ជនៈបប៉ុន្តែមុននឹងចូលដល់ការចែករំលែកអក្សរបជាចំណុចប្រែលហ្នឹងគឺខ្ញុំចង់បង្ហាញអំពីអក្សរដែលខ្ញុំបានចែករំលែកបងប្អូនហើយបន្តិចចឹងរំលឹកបន្តិចចុះដើម្បីឲ្យបងប្អូនបានមើលដែរនេះអក្សរណូចាអក្សរណូហ្នឹងយើងទៅសេចំណុចប្រមាណខ្លះបងប្អូនអាចសួរមកសំណួរអញ្ចឹងមកកាន់ខ្ញុំឥឡូវខ្ញុំឆ្លើយចុះសួរខ្លួនឯងឆ្លើយខ្លួនឯងចាអក្សរណូហ្នឹងយើងប្រើចំនួន2បន្ទប់អក្សរនេះបងប្អូនបន្ទប់ទី1នៃ slide ហ្នឹងគឺយើងចុចចំណុច6ដល់ពេលចូលបន្ទប់ទី2យើងចុចចំណុច1ចំណុច3ចំណុច4ចំណុច5អញ្ចឹងយើងប្រើ2បន្ទប់បានជាអក្សរណូនេះមួយប្រភេទប៉ុណ្ណេះមកដល់នឹងប៉ុណ្ណឹងនឹងហៅអក្សរណូ6ចូលបន្ទប់ថ្មី1 3 4 5តោះឥឡូវនេះខ្ញុំចូលមកចែករំលែកបងប្អូននៅអក្សរថ្មីមួយទៀតនេះអក្សរបនេះបងប្អូនមើលអញ្ចឹងអក្សរបគឺប៉ុណ្ណឹងទេអញ្ចឹងដើម្បីទៅសេជាអក្សរបបានយើងត្រូវប្រើចំណុចអីខ្លះប្រើតែមួយបន្ទប់ទេបងប្អូនអក្សរបចំណុច1ចំណុច2 1 2ទៅជាអក្សរបចឹងតោះឥឡូវអនុវត្តការសេបងប្អូនមើលបន្តិចនេះ slate អង្គចឹងខ្ញុំដាក់ចូលហើយឥឡូវយើងធ្វើម៉េចបានចុចចំណុចមួយបានអានេះខ្ញុំសួរកាន់បងប្អូនម្ដងអញ្ចឹងយើងចូលបន្ទប់នៃ slate ហ្មងចូលបន្ទប់មកយើងរកចំណុចមួយហ្មងចុចមួយហ្មងទៅរកទីតាំងចំណុច2ចុចចំណុច2ហ្មងចឹងរហូតហ្មងមួយ2ហ្នឹងហ្មងឥឡូវបើកបងប្អូនមើលបន្តិចនេះសបលើกระดาษនេះខ្ញុំសេមុនហ្នឹងបងប្អូនខ្ញុំសេណែនដល់បងប្អូននេះសុទ្ធតែសបតោះឥឡូវទៀងផ្ទាត់មើលបន្តិចនេះដៃខ្ញុំនេះខ្លាចទៅច្រាស់ឡើយខ្ញុំឲ្យបងប្អូនមើលច្បាស់ដៃឆ្វេងនេះខ្ញុំសេមុននឹងលើกระดาษនេះខាងនេះជាអក្សរបនៅលើសភៅពុំចឹងឃើញដូចគ្នាទេចំណុច1 2ដូចគ្នាចឹងវីដេអូនេះខ្ញុំមានប៉ុណ្ណឹងសម្រាប់ការចែករំលែកជូនបងប្អូនដែលមានបំណងចង់សិក្សាស្វែងយល់អក្សររ៉ែលមិនថាជាជនពិការមិនថាជាអ្នកធម្មតាពួកខ្ញុំរីករាយស្វាគមន៍ក្នុងការចែករំលែកបងប្អូនជានិច្ចបងប្អូនមានតម្រូវការចង់ចេះអាចឆាតសួរឬក៏ comment សួរនៅក្នុងបបផ្សារបានហើយជាចុងក្រោយខ្ញុំមានការលក់អង្ករមានជាអាជីវកម្មផ្ទាល់ខ្លួនមួយចឹងអាជីវកម្មហ្នឹងលក់អង្ករបោះខ្លួនឯងក្នុងបច្ចុប្បន្ននេះគឺអង្ករធ្វើខ្លួនឯងស្រែខ្លួនឯងទៅមុខទៅបើសិនជាមានការគ្រប់គ្រងច្រើនពីបងប្អូននឹងជួយប្រជាជនដែលនៅក្នុងសហគមន៍ដែលខ្ញុំរស់នៅនឹងមុនគេឲ្យមានជីវភាពប្រសើរមិនប្រសើរខ្លាំងប៉ុន្តែយ៉ាងហោចណាស់គឺគាត់មានមុខរបរស្រែចម្ការគឺយើងគឺរកទីផ្សារឲ្យគាត់អញ្ចឹងបើសិនជាបងប្អូនមានការគ្រប់គ្រងខ្លាំងខ្ញុំនឹងទិញស្រូវពួកគាត់ទុកកាន់លក់ជូនបងប្អូនក្នុងតម្លៃសមរម្យហើយបងប្អូនបានប្រើប្រាស់របស់ល្អរបស់ខ្មែរទៀតអញ្ចឹងសម្រាប់បងប្អូនដែលមានតម្រូវការគ្រប់គ្រងចង់គ្រប់គ្រងអាជីវកម្មបង្កើតដោយជនពិការបងប្អូនអាចចូល follow page អង្គរម៉ែមួយហើយ TikTok ក៏ឈ្មោះអង្គរម៉ែដែរចុច follow ទុកទៅដល់ពេលដែលបងប្អូនត្រូវការអង្គរពេលហ្នឹងបងប្អូនគ្រាន់តែចុចឆាតនៅក្នុងប្រអប់ផ្សារហ្នឹងក្រុមការងារនឹងដឹកជូនបងប្អូនភ្លាមឆាតភ្លាមដឹកជូនភ្លាមមិនឲ្យបងប្អូនរងចាំទេហើយណាបងប្អូនអង្គរថ្ងៃហ្នឹងបងប្អូនចង់បានអង្គរយកទៅហូបក៏អាចដឹកជូនបានភ្លាមអញ្ចឹងអរគុណច្រើនសម្រាប់បងប្អូនដែលចង់ចេះអក្សរក្តីបងប្អូនដែលមានបំណងគ្រប់គ្រងអាជីវកម្មដែលពួកខ្ញុំបង្កើតក្តីអាចតាក់ទងមកតាមអ្វីដែលខ្ញុំបានរៀបរាប់ខាងលើហ្នឹងជម្រាបលា